លទ្ធផលដែលគាត់ប្រាប់ខ្ញុំគាត់ថាខ្ញុំហ្នឹងរលាកពោះវៀនខ្នែងហើយអញ្ចឹងតម្រូវឲ្យមានការវះកាត់អាចនឹងចោះហ្នឹងគឺរបួសតូចទេហើយក៏ការព្យាបាលហ្នឹងស្នាក់នៅរយៈពេលខ្លីដែរក្រុមគ្រួសារខ្ញុំគាត់មកដល់មន្ទីរពេទ្យគាត់សប្បាយចិត្តគាត់ថាវ៉ាវនៅclinic អេគីបមានសេវាកម្មល្អហើយនឹងបន្ទប់ហ្នឹងក៏ clean ល្អទៀតប្រទេសយើងមិនអន់ជាងប្រទេសជិតខាងទេចាគឺ clinic អេគីបនេះដែលមាននាងខ្ញុំមកព្យាបាលដោយផ្ទាល់ខ្លួនឯង ជំរាបសួរអ្នកបងចាសុខសប្បាយថ្ងៃនេះថ្ងៃនេះដែរក៏មានសេចក្តីសប្បាយរីករាយក៏ដូចជាថ្លែងដល់គុណបងដែលបងបានចំណាយពេលអញ្ជើញចូលរួមតាក់ទងនឹងចំណាប់អារម្មណ៍របស់បងផ្ទាល់ជាមួយនឹងមន្ទីរពេទ្យព្យាបាល Kit Medical Center របស់យើងក្នុងចា៎អញ្ចឹងជាដំបូងចង់ជំរាបសួរបងថាតើបងមានអាការៈបែបណាដំបូងមានដូចថារោគសញ្ញាអីខ្លះដែលបងគាត់ថាអត់ស្រួលឡើយមុននឹងបងជើញមកដល់មន្ទីរពេទ្យព្យាបាលឯកភាពយើងខ្ញុំបងចាសូមអរគុណលោកគ្រូចាពេលដំបូងឡើយគឺខ្ញុំនៅខេត្តចាអញ្ចឹងចុកពោះដូចជាឆ្អល់ពោះដែរអញ្ចឹងតិចល្ងមឯងគិតថាប្រហែលជាខុសចំណីឯងដោយសារយើងទៅខាងសមុទ្រណាអញ្ចឹងថ្ងៃហ្នឹងអត់អីធម្មតារហូតដល់ស្អែកទៀតដល់ពេលស្អែកទៅអឺចុកកាន់តែខ្លាំងដល់កាន់តែខ្លាំងទៅខ្ញុំក៏ញ៉ាំថ្នាំបាត់ការឈឺចាប់មួយខ្លួនឯងចាតម្រាំថានឹកឃើញថាជាចាំម្ដងពេញសិនចាំមកពេទ្យហើយដល់ពេលម្ដងពេញទៅការចុកកូវីដកាន់តែកើនឡើងអញ្ចឹងក៏សម្រេចចិត្តទៅល្ងាចដែរហើយក៏សម្រេចចិត្តមកអេគីបអញ្ចឹងបងពេលដែលបងបានចូលមកដល់តើគ្រូពេទ្យបានពិនិត្យក៏ដូចជាធ្វើរោគវិនិច្ឆ័យជូនបងចាពេលដែលខ្ញុំមកដល់ទីពេទ្យភ្លាមចាមកដល់ក្រុមហ្នឹងមានបុគ្គលិកខាង clinic គាត់សួររស់រាយរាក់រាក់ចាគាត់សួរនាំអញ្ចឹងក៏ណាត់ឲ្យខ្ញុំហ្នឹងមកជួបខាងដុកទ័រគាត់ផ្នែកពិគ្រោះជំងឺអញ្ចឹងក៏ជម្រាបគាត់ថាខ្ញុំបានចុះ2ថ្ងៃហើយអញ្ចឹងថ្ងៃនេះដូចជាខ្លាំងជាងម្សិលមិញអញ្ចឹងគាត់ក៏ប្រាប់ខ្ញុំថាគាត់ដូចជាសង្ស័យប្រហែលជារលាកពោះវៀនទេដឹងអញ្ចឹងគាត់ក៏ចាប់ផ្ដើមឲ្យខ្ញុំទៅបូមឈាមទៅពិនិត្យមើលហើយនឹងអេកូបន្ទាប់មកក៏ធ្វើជា CT scan ចាដើម្បីច្បាស់ដើម្បីបញ្ជាក់ថាតើយើងរលាកពោះវៀនមែនក៏អត់ចាចឹងបន្ទាប់ពីបងបានជួបពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតឯកទេសរួចថាតើលោកគ្រូគាត់បានធ្វើរោគវិនិច្ឆ័យថាតើបងមានជំងឺអ្វីហើយតម្រូវឲ្យមានការព្យាបាលបែបណាដែរបងចាពេលដែលគាត់មកឈាមពិនិត្យឲ្យអស់ទៅអញ្ចឹងលទ្ធផលដែលគាត់ប្រាប់ខ្ញុំគាត់ថាខ្ញុំហ្នឹងរលាកពោះវៀនខ្នែងហើយអញ្ចឹងតម្រូវឲ្យមានការវះកាត់អាចនឹងចោះហ្នឹងគឺរបួសតូចទេហើយក៏ការព្យាបាលហ្នឹងស្នាក់នៅរយៈពេលខ្លីដែរចាហើយអញ្ចឹងមានហានិភ័យតិចតួចដែរពីការចោះហ្នឹងណាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាទទួលយកការចោះទៅពេលហ្នឹងចាអញ្ចឹងជាចុងក្រោយចង់ជំរាបសួរបងថាចំណាប់អារម្មណ៍បងផ្ទាល់ទាក់ទងនឹងការព្យាបាលក៏ដូចជាសេវាកម្មនិងការដែលបងសម្រាកព្យាបាលនៅទីនេះបន្ទាប់ពីការវះកាត់ចោះចំណាប់អារម្មណ៍របស់បងផ្ទាល់មកបងចាសូមអរគុណណាស់សម្រាប់ដែលរងចាំអឺនាងខ្ញុំជាប្រជាពលរដ្ឋមួយឧបមាថាអញ្ចឹងទៅហើយក៏មានចិត្តសប្បាយចិត្តរីករាយដោយសារនៅស្រុកយើងទើបតែជួប clinic មួយគឺ clinic អេគីបដែលគាត់មានសេវាកម្មល្អហើយដុកទ័រគាត់រួសរាយរាក់ទាក់ការប្រឹក្សាយោបល់គាត់ដូចថាធ្វើឲ្យអ្នកជំងឺដូចយើងខ្ញុំហ្នឹងមានទំនុកចិត្តខ្ពស់ចាហើយអឺខ្ញុំក៏សូមអរគុណទៅដុកទ័រដែលបានព្យាបាលខ្ញុំដោយយកចិត្តទុកដាក់កន្លងមកហើយនឹងនៅក្នុងហ្នឹងគាត់ក៏មើលថែខ្ញុំបានល្អដែរចាខ្ញុំពិតជាសប្បាយចិត្តហើយក្រុមគ្រួសារខ្ញុំគាត់មកដល់មន្ទីរពេទ្យគាត់សប្បាយចិត្តគាត់ថាវ៉ាវនៅclinic អេគីបមានសេវាកម្មល្អហើយនឹងបន្ទប់ហ្នឹងក៏ clean ល្អទៀតចាហើយក៏សូម
ប្រាប់ទៅប្រជាពលរដ្ឋយើងទាំងអស់គ្នាថានៅប្រទេសយើងមិនអន់ជាងប្រទេសជិតខាងទេចាគឺ clinic ekip នេះដែលមាននាងខ្ញុំមកព្យាបាលដោយផ្ទាល់ខ្លួនឯងចាហើយគឺជំងឺចោះរលាកខ្នែងពោះវៀនទៀតចាព្យាបាលដោយការជោគជ័យហើយមានទំនុកចិត្តហើយខ្ញុំក៏សប្បាយចិត្តហើយក៏សូមអរគុណដល់អ្នកគ្រូទាំងអស់គ្នានិងក្រុមការងារដែរចាសូមអរគុណ